សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គ Business Digital Marketing Strategy Plan 2025 Plus Mentor Box បាទអញ្ចឹងវគ្គមួយនេះយើងបង្កើតឡើងក្នុងគោលបំណងមួយដើម្បីជួយអភិវឌ្ឍជំនាញផ្នែកទីផ្សារក្នុងការធ្វើយុទ្ធសាស្ត្រទៅដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមហើយនិងអ្នកដែលកំពុងតែកាន់លើផ្នែក Marketing និងកាន់ផ្នែក Digital Marketing នឹងផងដែរបាទអញ្ចឹងវគ្គនេះគឺយើងនឹងនិយាយអំពីការរៀបចំផែនការយុទ្ធសាស្ត្រខុសពីវគ្គផ្សេងៗដែលអ្នកទាំងគ្នារៀនតែការប្រើប្រាស់ tool ទេនៅទីនេះគឺយើងនឹងសិក្សាអំពីការទៅសេ plan វិញថាតើនៅពេលដែលយើងទៅសេ plan មួយយើងវិភាគលើចំណុចអីខ្លះអញ្ចឹងវគ្គនេះយើង design ឡើងជា2 section ជា2 section មានន័យថានៅក្នុង section ទី1គឺអ្នកទាំងគ្នានឹងមាន video document ដែលជាឯកសារជំនួយឲ្យអ្នកទាំងគ្នាស្ដាប់មើលខ្ញុំបញ្យល់ហើយអ្នកទាំងគ្នានឹងទទួលបានឯកសារដែលខ្ញុំនឹងផ្ញើជូនដែលអ្នកទាំងគ្នាត្រូវ print ចេញដើម្បីទៅសេវាតម្លៃពីព្រោះនៅពេលអ្នកទៅសេជាមួយនឹង form នឹងទាំងអស់ទៅគឺអ្នកទាំងគ្នានឹងពវល់បានមើលឃើញថាតើការដែលអ្នកទាំងគ្នាធ្វើទីផ្សារកន្លងមកហ្នឹងត្រឹមត្រូវទេគ្រប់គ្រាន់ទេគួរបន្ថែមសកម្មភាពអ្វីផ្សេងទៀតបាទនិង section ទី2គឺខ្ញុំនឹង online meeting one by one ជាមួយអ្នកទាំងគ្នាតាមរយៈGoogle Meeting ខ្ញុំនឹងដឹកដៃអ្នកទាំងគ្នាទៅសេ plan ក្នុងរយៈពេល3ខែទៅ6ខែក្នុងឆ្នាំ2025ហ្នឹងបាទអញ្ចឹងនឹងពវល់មើលថាតើអាជីវកម្មអ្នកទាំងគ្នាហ្នឹងធ្វើបែបហ្នឹងគួរបន្ថែមសកម្មភាពអីទៀតអញ្ចឹងណាបាទអញ្ចឹងសួរថាហេតុអីបានជាវគ្គហ្នឹងល្អសម្រាប់ម្ចាស់អាជីវកម្មសម្រាប់អ្នកកាន់ខាងផ្នែកទីផ្សារពីព្រោះនៅក្នុងវគ្គនេះគឺយើងរៀនជាក់ស្ដែងយើងពវល់លើសកម្មភាពផ្សព្វផ្សាយនៅលើ tool ពីព្រោះ tool ទាំងអស់នៅលើ digital marketing គឺបានផ្លាស់ប្ដូរហើយពីមុនយើងនិយាយត្រឹមតែ digital marketing លើ social media លើសម័យ digital ប៉ះឥឡូវហ្នឹងយើងចូលមកដល់ AI មានន័យថាគ្រប់ algorithm ផន social media ទាំងអស់គឺបានប្រើប្រាស់ AI អញ្ចឹងអ្វីគ្រប់យ៉ាងការ implement ផ្នែកតគ្នាដើម្បីទទួលបាន engagement វាខុសពីមុនដែរអញ្ចឹងអ្នកគេត្រូវគិតថាតើត្រូវធ្វើសកម្មភាពអីខ្លះអញ្ចឹងទាំងអស់ហ្នឹងហើយខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាថាអ្នកនេះគួរធ្វើសកម្មភាពបែបនេះគួរធ្វើចែកដែលវាល្អអញ្ចឹងហើយទំហំនិងស្ថានភាពអាជីវកម្មមួយខុសៗគ្នាអញ្ចឹងអ្នកទាំងគ្នានឹងត្រូវវិភាគមើលជាមួយខ្ញុំអញ្ចឹងណាបាទអញ្ចឹងជាទូទៅនៅក្នុងបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើកន្លងមកអាជីវកម្មផងយើងវាមានតែពីរទេទី1គឺការបំពេញសេវាកម្មនិងទី2ការលក់ផលិតផលអញ្ចឹងយើងនឹងរៀបចំផែនការផ្សព្វផ្សាយធ្វើម៉េចឲ្យការលក់ផលិតផលផ្នែកតគ្នាកើនឡើងឲ្យការលក់សេវាកម្មផ្នែកតគ្នាកើនឡើងប៉ុន្តែពីក្រោយខ្នងនឹងអ្វីដែលសំខាន់គឺយុទ្ធសាស្ត្រតើយុទ្ធសាស្ត្រយ៉ាងម៉េចដែលធ្វើឲ្យអាជីវកម្មផ្នែកតគ្នា grow ជាងមុនអញ្ចឹងណាពីព្រោះការផ្សព្វផ្សាយផ្នែកតគ្នាប្រសិនបើអ្នកតគ្នាអត់មានយុទ្ធសាស្ត្រទេការផ្សព្វផ្សាយអ្នកគ្នាមើលឃើញគេធ្វើអីអ្នកគ្នាធ្វើនឹងដែរឃើញធ្វើវីដេអូដែរប៉ុន្តែសួរថាគោលដៅផ្នែកតគ្នាភាពជោគជ័យផ្នែកអាជីវកម្មផ្នែកតគ្នាគឺជាអីអញ្ចឹងយើងនឹងរៀបចំរកឲ្យឃើញហើយយើងនឹងធ្វើបែបហ្នឹងបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយដែលខ្ញុំនឹងបញ្យល់លម្អិត